កម្មវិធីនេះសហការឧបត្ថម្ភដោយ Starbum ផលិតនៅប្រទេសហូឡង់ជំនាញព្យាបាលសន្លាក់និងសាច់ដុំធ្វើឲ្យការហាត់ប្រាណឬលេងកីឡាមានផែនការត្រឹមត្រូវប្រើមុនពេលអំឡុងពេលនិងក្រោយពេលលេងកីឡា Starbum មានច្រើនប្រភេទដូចជាប្រេងកូឡាកៅអៀក Spray Gel Lotion ប្រេងរឹតកញ្ចប់ត្រជាក់និងបំពង់ហឺតសង្កសី ISI Palm រឹងមាំជាប់ធន់នឹងអាកាសធាតុគ្រប់កលៈទេសៈផលិតឡើងដោយបច្ចេកវិទ្យាទំនើបរបស់ជប៉ុននិងអូស្ត្រាលីវត្ថុធាតុដើមស្តង់ដារអន្តរជាតិ ISO 9001:2008 ស្រាប់អាលុយមីញ៉ុម 55% និងសង្កសី 45% មាន5ស្រទាប់ការពារនិងធានារយៈពេល10ឆ្នាំ ISI Palm ជាប់ធន់ជានិរន្តរ៍ ISI Palm ផលិតផលរបស់ក្រុមហ៊ុន ISI Steelសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS សិក្សាដើម្បីបុគ្គលិកលក្ខណៈសម្បត្តិល្អប្រពៃសិក្សានៅ CUS ស៊ីនវិញយូលីងកាហ្វេដោយម៉ាស៊ីន Probat និងមានតែមួយគត់នៅកម្ពុជាទំនាក់ទំនងតាមទូរស័ព្ទលេខ010 816 222និង011 816 222និងធនាគារព្រីនជួយឲ្យអតិថិជនជោគជ័យតាមរយៈសេវាកម្មហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈទំនាក់ទំនងព័ត៌មានឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ1800 20 8888ធនាគារព្រីនដៃគូជោគជ័យជំរាបសួរលោកស្រីនាងកញ្ញាអរគុណលោកអ្នកដែលបានបើកស្ដាប់ការផ្សាយកម្មវិធីព័ត៌មានរយៈពេល1ម៉ោងរបស់វិទ្យុបារាំងអន្តរជាតិ AFE នៅពេលនេះម៉ោង1រសៀលកម្មវិធីព័ត៌មានដោយស៊ូងសុភារីរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការសិក្សានិងវិតម្លៃលើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីលោកសុកខេងហៅក្រុមក្រៅច្បាប់មួយថាកំពុងតែបំផ្លាញសុខសន្តិភាពនៅកម្ពុជាសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិអំពាវនាវឲ្យជប៉ុនធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌លោកពូទីនកំញើញប្រើមីស៊ីលរុស្ស៊ីធុនថ្មីទល់នឹងបច្ចិមលោក RFIអនុប្រធានបកប្រជាជនកម្ពុជានិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសុកខេងបាននិយាយដោយប្រយោលថាក្រុមក្រៅច្បាប់ដែលគេយល់ថាដឹកនាំដោយលោកសំរងស៊ីគឺជាក្រុមដែលកំពុងតែប៉ុនប៉ងធ្វើសកម្មភាពប្រឆាំងនឹងសុខសន្តិភាពនៅកម្ពុជាលោកសុកខេងអះអាងយ៉ាងដូចនេះនៅក្នុងពិធីបិទសន្និបាតការងារឆ្នាំ2018និងលើកទិសដៅឆ្នាំ2019របស់រដ្ឋបាលខេត្តស្ទឹងត្រែងកាលពីថ្ងៃម្សិលមិញប្រឈមនឹងបញ្ហានេះលោកបានបញ្ជាឲ្យកងកម្លាំងទាំងអស់ត្រៀមខ្លួនទប់ស្កាត់នៅសកម្មភាពដែលបំផ្លាញដល់សុខសន្តិភាពនៅកម្ពុជាវ៉ាន់សុគន្ធាជូនព័ត៌មានបើទោះបីលោកសុកខេងមិនបញ្ចេញឈ្មោះក៏ពិតមែនក៏ប៉ុន្តែគេអាចដឹងបានថាក្រុមក្រៅច្បាប់ដែលលោកចង់សម្ដៅដល់នោះគឺក្រុមលោកសំរងស៊ីដែលប្រកាសពីការវិលត្រឡប់របស់លោកសំរងស៊ីមកក្នុងប្រទេសកម្ពុជានិងបោកបំផុសបំផុលឲ្យប្រជាពលរដ្ឋដែលជាអ្នកគាំទ្រអតីតបកប្រឆាំងប្រមូលគ្នាទៅទទួលលោកផងពេលលោកមកដល់កម្ពុជាសម្រាប់លោកសុកខេងការវិលត្រឡប់របស់លោកសំរងស៊ីលើកនេះគឺជាការមកដោយខុសច្បាប់ព្រោះមិនទទួលបានការលើកលែងទោសដោយការពីឆ្នាំ2013នោះទេលោកសំរងស៊ីបានប្រកាសថានឹងចូលមកប្រទេសកម្ពុជាវិញឲ្យបាននៅក្នុងឆ្នាំ2019នេះតែមិនបានបញ្ជាក់ការបរិច្ឆេទច្បាស់លាស់នៅឡើយទេប៉ុន្តែកាលពីចុងសប្តាហ៍មុនលោកបង្ហាញពីភាពកាន់តែមិនច្បាស់លាស់ថែមទៀតជុំវិញដំណើរមកកាន់កម្ពុជានេះដោយលោកថានឹងធ្វើអ្វីតាមកលៈទេសៈហើយថាលោកមិនធ្វើដោយសពលោកបណ្ឌិតកែមលីនិងឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចាប់ខ្លួនដោយលោកកឹមសុខាឡើយតែទោះជាយ៉ាងណាលោកបញ្ជាក់ថាឆ្នាំ2019នេះគឺជាឆ្នាំអំណោយផលសម្រាប់លោកចូលមកកាន់ប្រទេសកម្ពុជាវិញសម្រាប់លោកសុកខេងការចង់មកកម្ពុជារបស់លោកសំរងស៊ីនៅក្នុងឆ្នាំ2019នេះគឺជាការប៉ុនប៉ងដើម្បីបំផ្លាញសុខសន្តិភាពនិងស្ថិរភាពនៅកម្ពុជាពីព្រោះថាកាលណាចូលមកដោយខុសច្បាប់ប្រមូលកម្លាំងគាំទ្រចូលរួមដើម្បីទទួលឬធ្វើសកម្មភាពណាមួយបានន័យថាប្រឆាំងជាមួយនឹងច្បាប់ប្រឆាំងនឹងសុខសន្តិភាពស្ថិរភាពដែលកម្ពុជាកំពុងតែមានសប្តាហ៍នេះហើយដូច្នេះហើយលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាបានក្រានរំលឹកដល់កងកម្លាំងប្រដាប់អាវុធទាំងអស់មិនត្រូវភ្លេចខ្លួនទេពលគឺត្រូវប្រុងប្រយ័ត្ននិងត្រៀមខ្លួនបង្ក្រាបនិងបំផ្លាញចោលនៅរាល់សកម្មភាពទាំងឡាយណាដែលលោកថាមានបំណងឬធ្វើសកម្មភាពបំផ្លាញសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាជាមួយគ្នានេះលោកសុកខេងក៏ទទួលស្គាល់ថាការដឹកនាំប្រទេសនាពេលនេះមិនទាន់ល្អឥតខ្ចោះទេតែប្រសើរជាងការដឹកនាំក្នុងសម័យមុនហើយថារដ្ឋាភិបាលកម្ពុជានឹងបន្តកែតម្រង់និងដោះស្រាយបញ្ហាប្រឈមទាំងឡាយជូនប្រជាពលរដ្ឋ
ចំណែកលោកនាយឧត្តមសេនីយ៍ណេតសាវឿនបានឲ្យដឹងថាស្នាដៃការពារនិងការធានាសុវត្ថិភាពរបស់កងកម្លាំងនគរបាលជាតិក្នុងព្រឹត្តិការណ៍នានានៅឆ្នាំ2018និងក្នុងរយៈពេលចុងក្រោយមានសរុបចំនួនជាង 8000 លើកហើយក្នុងចំណោមនោះស្នាដៃដែលលេចធ្លោជាងគេគឺការទប់ស្កាត់និងការបង្ក្រាបទាន់ពេលវេលានៅក្រុមប្រដាប់អាវុធខុសច្បាប់ដែលប៉ុនប៉ងធ្វើសកម្មភាពផ្ដួលរំលំរដ្ឋាភិបាលដោយមានការចាប់ខ្លួនជនសង្ស័យ13នាក់និងរឹបអូសអាវុធចំនួន30ដើមនេះបើតាមការឲ្យដឹងក្នុងសន្និបាតបូកសរុបសភាពការនិងលទ្ធផលប្រតិបត្តិការរបស់កងកម្លាំងនគរបាលជាតិឆ្នាំ2018និងផ្សព្វផ្សាយទិសដៅរបស់ក្រសួងមហាផ្ទៃដែលបានធ្វើឡើងនៅព្រឹកថ្ងៃប្រហ័សនេះនៅក្រសួងមហាផ្ទៃរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី18ខែកុម្ភៈបានសម្រេចបង្កើតគណៈកម្មការមួយដើម្បីសិក្សានិងវិនិច្ឆ័យតម្លៃពីទីតាំងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីមួយនៅកម្ពុជាទីតាំងអាកាសយានដ្ឋានអន្តរជាតិថ្មីនេះត្រូវបានគេដឹងថាស្ថិតនៅម្ដុំស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលអ្នកវិតម្លៃខាងផ្នែកអចលនទ្រព្យបានលើកឡើងថាតាមរយៈគម្រោងនេះតម្លៃដីធ្លីនៅក្នុងតំបន់ដែលមានការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះនឹងកើនឡើងកាន់តែខ្ពស់ថែមទៀតវ៉ាសំណប់លំអិតព័ត៌មានអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការនេះបានប្រាប់វិទ្យុបារាំងអន្តរជាតិ AFE ថាគណៈកម្មការនេះបានចាប់ផ្ដើមធ្វើការងាររៀងៗខ្លួនហើយបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី18កុម្ភៈបានចេញសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការលើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីបើតាមអភិបាលខេត្តកណ្ដាលគម្រោងនៃការសាងសង់ប្រលានយន្តហោះថ្មីនេះគឺស្ថិតនៅម្ដុំស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលហើយនឹងអាចជាប់ព្រំប្រទល់ស្រុកបាទីនៃខេត្តតាកែវផងដែរសូមជម្រាបជូនថាប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុនសែនកាលពីថ្ងៃទី18កុម្ភៈបានចុះហត្ថលេខាដោយសម្រេចបង្កើតនៅគណៈកម្មការមួយដើម្បីសិក្សានិងវិនិច្ឆ័យតម្លៃលើគម្រោងនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីគណៈកម្មការនេះដឹកនាំដោយលោកអបនាយករដ្ឋមន្ត្រីជាសភារារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងដែលមានលោកម៉ៅហាវ៉ាណាល់រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជាអនុប្រធានគណៈកម្មការនេះមានសមាជិកភាពចំនួន23រូបបើតាមសេចក្តីសម្រេចនេះគណៈកម្មការនេះមានតួនាទីក្នុងការពិនិត្យនិងវិនិច្ឆ័យតម្លៃលើទីតាំងសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនិងសិក្សាពីតម្លៃដីធ្លីនៅក្នុងតំបន់គម្រោងជាដើមបន្ថែមលើនេះគណៈកម្មការដែលមានសមាជិកភាពចម្រុះចំនួន23រូបនេះគឺជាអ្នកសម្របសម្រួលដោះស្រាយបញ្ហាពាក់ព័ន្ធទៅនឹងទីតាំងដីដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរការគម្រោងហើយត្រូវធ្វើរបាយការណ៍អំពីលទ្ធផលជូននាយករដ្ឋមន្ត្រីដើម្បីពិនិត្យនិងសម្រេចជាចុងក្រោយសូមជម្រាបជូនថាគម្រោងសាងសង់ប្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះត្រូវបានគេដឹងថាស្ថិតនៅក្នុងគម្រោងវិនិយោគរវាងក្រុមហ៊ុន OCIC របស់លោកអុកញ៉ាពងខៀវសែនិងក្រុមហ៊ុនចិនដើម្បីរួមគ្នាអភិវឌ្ឍប្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីលើផ្ទៃដីទំហំប្រមាណជា 2600 ហិកតាដែលជាដីស្ថិតនៅក្រុងតាខ្មៅនិងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលហើយអាចប៉ះពាល់តំបន់មួយចំនួននៅក្នុងស្រុកបាទីខេត្តតាកែវគម្រោងសាងសង់ប្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះត្រូវបានប្រកាសឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិនលោកលីខឺឆាំងមកកាន់ប្រទេសកម្ពុជាកាលពីខែមករាឆ្នាំ2018ដើម្បីសាងសង់ប្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះរដ្ឋាភិបាលនិងក្រុមហ៊ុន OCIC របស់លោកអុកញ៉ាពងខៀវសែត្រូវបង្កើតក្រុមហ៊ុនថ្មីមួយដែលមានឈ្មោះថា Cambodia Airport Investment ដែលរាជរដ្ឋាភិបាលកាន់កាប់ភាគហ៊ុន 10% និងក្រុមហ៊ុនរបស់លោកអុកញ៉ាពងខៀវសែកាន់កាប់ភាគហ៊ុន 90% ដោយវិនិយោគលើទឹកប្រាក់ចំនួន$1,500 លានអាមេរិកនេះបើតាមការចុះផ្សាយរបស់គេហទំព័រនៅក្នុងស្រុកលោកច័ន្ទសុកនីមប្រធានសមាគមអ្នកវិតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថាតាមរយៈគម្រោងសាងសង់ប្រលានយន្តហោះអន្តរជាតិថ្មីនេះនឹងធ្វើឲ្យតម្លៃដីធ្លីនៅក្នុងតំបន់នោះកាន់តែហក់ឡើងខ្ពស់ថែមទៀតជាថ្មីម្ដងទៀតក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសនៅថ្ងៃម្សិលមិញក្រៅរំលឹកដល់ប្រជាពលរដ្ឋទាំងអស់កុំបរិភោគត្រីក្រពោត3ប្រភេទដែលមានជាតិពុលអាចបណ្ដាលឲ្យមនុស្សមានជំងឺធ្ងន់ធ្ងរនិងស្លាប់បាននៅពេលជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទកណ្ដាលតាមក្រសួងសុខាភិបាលត្រីក្រពោតដែលមានសារធាតុពុលទាំងនោះមានជាតិពុលខ្ពស់បំផុតនៅរដូវពងកូនបន្តពូជដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈខែមិនិនានិងចន្លោះខែកក្កដាទៅខែកញ្ញា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម22ឆ្នាំបានកក់កៅអីដើម្បីឡើងទៅវគ្គពាក់កណ្ដាលប្រាច់ព្រាត់ពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF អ៊ុយ22ឆ្នាំហើយបន្ទាប់ពីបានប្រកួតឈ្នះក្រុមជម្រើសជាតិអាយុក្រោម22ឆ្នាំភូមាដោយលទ្ធផល2-0 កាលពីយប់មិញនេះនៅភូកីឡដ្ឋានជាតិគូជំរាបជូនថាកម្ពុជាស្ថិតនៅក្នុងពូល B ដោយបច្ចុប្បន្នមាន6ពិន្ទុពីការប្រកួត2ដងដោយលើកទី1បានយកឈ្នះក្រុមអ៊ុយ22ឆ្នាំម៉ាឡេស៊ីកាលពីយប់ថ្ងៃច័ន្ទដោយលទ្ធផល1-0ក្រុមកោព្រៃកម្ពុជាដែលជាម្ចាស់ផ្ទះនៅសល់មួយប្រកួតបង្ក្រប់កិច្ចនៅក្នុងពូលជាបន្តទៀតដោយនឹងត្រូវជួបប្រកួតជាមួយឥណ្ឌូនេស៊ីនៅថ្ងៃទី22ស្អែកនេះខណៈដែលនៅវគ្គពាក់កណ្ដាលប្រាច់ព្រាត់កម្ពុជាអាចប្រឈមនឹងការជួបជាមួយថៃឬក៏វៀតណាមដល់ឡែកសប្តាហ៍បារាំងនៅសៀមរាបឆ្នាំ2019នេះត្រូវបានស្ថានទូតបារាំងប្រកាសឲ្យដឹងថានឹងប្រព្រឹត្តទៅរយៈពេល4ថ្ងៃពីថ្ងៃទី7ដល់ថ្ងៃទី10ខែមីនានៅខេត្តសៀមរាបព្រឹត្តិការណ៍ដ៏អធិកអធមនេះនឹងបើកឲ្យមហាជនចូលរួមដោយសេរីនៅក្នុងសួនច្បារនៃមហាសន្តាគារអង្គរសេចក្តីប្រកាសរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាបានឲ្យដឹងថាក្នុងអំឡុងព្រឹត្តិការណ៍នេះនឹងមានការបង្ហាញជូននៅទស្សនីយភាពភូមិបារាំងប្រកបដោយភាពរស់រវើករួមទាំងបង្ហាញពីជំនាញរបស់ក្រុមហ៊ុនបារាំងដែលមានវត្តមាននៅកម្ពុជាលើសពីនេះក៏មានការប្រកួតប្រជែងសិប្បកម្មបែបសិល្បៈស្តីពីជំនាញបារាំងនៅកម្ពុជាលើកទី1ដោយផ្ដោតលើប្រធានបទកម្ពុជាដីនិងទឹកស្នាដៃដ៏ល្អឯកប្រមាណ10នឹងត្រូវបង្ហាញជូនសាធារណជនទស្សនាសប្តាហ៍បារាំងនៅសៀមរាបត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការក្នុងស្រុកមួយដែលមានការចូលរួមពីអ្នកស្ម័គ្រចិត្តគាំទ្រដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងកម្ពុជានិងស្ថានទូតបារាំងប្រចាំកម្ពុជាតំបន់អង្គរអាចប្រឈមនឹងបញ្ហាកង្វះទឹកនារដូវប្រាំងឆ្នាំនេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរាក្រោយពីធ្វើការអង្កេតជាប្រចាំដែលឃើញថាបរិមាណទឹកក្នុងកសិនប្រាសាទអង្គរវត្តក្រុងអង្គរធំបារាយណ៍ខាងជើងកំពុងតែប្រឈមនឹងការខ្វះខាតខ្លាំងនៅរដូវប្រាំងខាងមុខនាយកដ្ឋានគ្រប់គ្រងទឹកបានដឹងថាមូលហេតុនៃការខ្វះខាតទឹកដើម្បីបញ្ចូលក្នុងកសិនប្រាសាទអង្គរវត្តក្រុងអង្គរធំនិងបារាយណ៍ខាងជើងនេះគឺដោយសារតែនាយកដ្ឋានទឹកបានបើកទ្វារទឹកដើម្បីបញ្ចូលទឹកទៅស្ទឹងព្រះស្រុកសម្រាប់ស្រោចស្រពស្រែប្រជាពលរដ្ឋចំនួន300ហិកតាចំនួន2លើកម្យ៉ាងវិញទៀតបច្ចុប្បន្នប្រឡាយស្តុកទឹកបំរុងក៏ពុំមានទឹកនោះដែរដោយសារតែបរិមាណទឹកស្ទឹងសៀមរាបដែលហូរពីភ្នំគូលែនមានទឹកតិចតួចពេកតាមអាជ្ញាធរអប្សរាពេលនេះក្រុមការងារកំពុងតែស្ដារប្រឡាយនិងបិទទ្វារទឹកពីស្ទឹងសៀមរាបដើម្បីបញ្ចូលទឹកទៅក្នុងកសិនក្រុងអង្គរធំប្រាសាទអង្គរវត្តជៀសវាងការរីងស្ងួតនៅពេលខាងមុខនេះយើងសូមងាកមកជម្រាបពីព័ត៌មានអន្តរជាតិវិញតាក់ទិនទៅនឹងរឿងរ៉ាវជំវិញលោក Carlos Ghosn អតីតអគ្គនាយកក្រុមហ៊ុនផលិតរថយន្ត Renault របស់បារាំងនិងជាប្រធានក្រុមហ៊ុន Nissan ដែលត្រូវបានតុលាការជប៉ុនឃុំខ្លួនដោយចោទពីបទកេងបន្លំពន្ធនិងរំលោភលើសេចក្តីទុកចិត្តនោះកាលពីថ្ងៃម្សិលមិញសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិរួមជាមួយនឹងមជ្ឈមណ្ឌលការពារសិទ្ធិអ្នកជាប់ឃុំបានចេញមុខមកអំពាវនាវថាដល់ពេលហើយដែលជប៉ុនត្រូវតែធ្វើកំណែទម្រង់ប្រព័ន្ធយុតិធធម៌ឲ្យត្រឹមត្រូវតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិមកពិសេសជូនព័ត៌មានលោក Carlos Ghosn អតីតប្រធានអាណាចក្រក្រុមហ៊ុនផលិតរថយន្ត Renault, Nissan និង Mitsubishi Motor ត្រូវបានគេឃាត់ខ្លួននៅទីក្រុងតូក្យូថ្ងៃទី19វិច្ឆិកា3ខែមកហើយដែលរឿងរ៉ាវឃុំខ្លួននេះបានធ្វើឲ្យរញ្ជួយវិស័យសេដ្ឋកិច្ចនិងទីផ្សារហិរញ្ញវត្ថុអន្តរជាតិនៅថ្ងៃទី20កុម្ភៈសហព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិហៅកាត់ថា FIDH រួមជាមួយនឹងមជ្ឈមណ្ឌលការពារសិទ្ធិអ្នកជាប់ឃុំនៅជប៉ុនបានអំពាវនាវថារដ្ឋាភិបាលជប៉ុនត្រូវតែកំណត់វិធានការជាបន្ទាន់និងឲ្យបានច្បាស់លាស់ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុតិធធម៌ជប៉ុនឲ្យបានត្រឹមត្រូវតាមស្តង់ដារអន្តរជាតិលោកស្រី Maiko Tagusari អគ្គលេខានៃមជ្ឈមណ្ឌលការពារសិទ្ធិអ្នកជាប់ឃុំជប៉ុនបានលើកឡើងថាការដែលសមត្ថកិច្ចជប៉ុនបដិសេធមិនឲ្យលោក Carlos Ghosn មានមេធាវីអមនៅជាមួយក្នុងពេលសួរចម្លើយព្រមទាំងការបន្តឃុំខ្លួនលោករយៈពេលវែងដូចនេះគឺបង្ហាញយ៉ាងច្បាស់អំពីចំណុចខ្វះខាតនៃប្រព័ន្ធយុតិធធម៌ជប៉ុនដែលមានជាយូរមកហើយដូចគ្នាដែរលោក Junichiro Hiranaka មេធាវីរបស់លោក Carlos Ghosn ក៏បានលើកឡើងដែរថា3ខែមកហើយដែលរដ្ឋអាជ្ញាជប៉ុនបានឃុំលោក Carlos Ghosn ដោយសារតែលោកមិនព្រមសារភាពនៅអ្វីដែលគេចោទប្រកាន់លោកមេធាវីចោទសួរថាតើការធ្វើដូច្នេះវាសមស្របទៅតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិដែរឬទេ
លោកបន្ថែមថានេះជាឱកាសដ៏ល្អមួយដែលរដ្ឋាភិបាលនិងសភាជប៉ុនត្រូវតែចាប់ផ្ដើមធ្វើកំណែទម្រង់លើប្រព័ន្ធតុលាការសូមរំលឹកថាតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មានជប៉ុនលោក Carlos Ghosn អ្នកជំនួញជនជាតិបារាំងអាយុ64ឆ្នាំត្រូវសមត្ថកិច្ចជប៉ុនដាក់ឃុំក្នុងលក្ខខណ្ឌដ៏លំបាកដោយពុំមាននរណាអាចចូលទៅសួរសុខទុក្ខហើយពុំអាចនិយាយអ្វីជាមួយអ្នកកាសែតបានទាំងអស់តុលាការជប៉ុនបានបដិសេធម្ដងហើយម្ដងទៀតមិនឲ្យលោកបង់ប្រាក់ធានាដើម្បីចេញមកនៅក្រៅឃុំទីតាមការអះអាងពីមេធាវីរបស់លោក Carlos Ghosn សវនកម្មអាចនឹងបើកនៅរវាងខែកញ្ញាគួររំលឹកផងដែរថាលោក Carlos Ghosn ត្រូវជាប់ចោទពីបទកាប់កេងមិនប្រកាសពន្ធឲ្យបានគ្រប់និងពីបទរំលោភលើសេចក្តីទុកចិត្តដោយសារតែរឿងរ៉ាវនេះក្រុមហ៊ុន Renault ក្រុមហ៊ុន Nissan និងក្រុមហ៊ុន Mitsubishi បានសម្រេចដកលោកចេញពីតំណែងប្រធានបើផ្អែកតាមការអះអាងរបស់លោក Carlos Ghosn បញ្ហានេះគឺជាការរៀបចំទាំងស្រុងពីមនុស្សមានឥទ្ធិពលនៅក្នុងក្រុមហ៊ុន Nissan ព្រោះពួកគេចង់កំចាយលោកចេញដើម្បីរារាំងកុំឲ្យលោកសម្រេចច្របាច់បញ្ចូលក្រុមហ៊ុន Renault ក្រុមហ៊ុន Nissan និងក្រុមហ៊ុន Mitsubishi ចូលគ្នាជាក្រុមហ៊ុនតែមួយគណៈកម្មការផ្នែកទណ្ឌកម្មនៃក្រមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានយល់ព្រមអនុញ្ញាតឲ្យក្រុមប្រតិភូមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុនធ្វើដំណើរទៅប្រទេសវៀតណាមចូលរួមក្នុងជំនួបកម្ពុជាជាមួយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនេះបើតាមការឲ្យដឹងពីមន្ត្រីការទូតនៅថ្ងៃពុធម្សិលមិញសូមរំលឹកថាវៀតណាមបានស្នើសុំទៅគណៈកម្មការរបស់អង្គការសហប្រជាជាតិឲ្យផ្ដល់ការអនុញ្ញាតដល់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងដែលជាប់ក្នុងបញ្ជីខ្មៅនៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិអាចចូលរួមក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយពីថ្ងៃទី27ដល់ថ្ងៃទី28ខែកុម្ភៈនេះបើតាមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិគឺជាការហាមប្រាមមិនឲ្យមន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើងទទួលបានទិដ្ឋាការចូលក្នុងប្រទេសដែលមានចំណងមិត្តភាពជាមួយនឹងអង្គការសហប្រជាជាតិនោះឡើយតកតងទៅនឹងជំនួបដែលនឹងធ្វើឡើងនៅចុងសប្តាហ៍នេះដែរមានព័ត៌មានលេចលឺមកថាមេដឹកនាំកូរ៉េខាងជើងលោកគីមចុងអ៊ុននឹងធ្វើដំណើរទៅកាន់ទីក្រុងហាណូយប្រទេសវៀតណាមតាមរថភ្លើងក៏ប៉ុន្តែមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេជុំវិញរឿងនេះដោយសារតែកត្តាសុវត្ថិភាពសូមស្ដាប់អង្គកំអន់ប្រសិនបើធ្វើដំណើរតាមរយៈរថភ្លើងចេញពីទីក្រុងព្យុងយ៉ាងទៅកាន់ទីក្រុងហាណូយលោកគីមចុងអ៊ុនអាចត្រូវការពេលវេលាវែងយូរគួរសមពលគឺយ៉ាងហោចណាស់ក៏ត្រូវការចំណាយពេល2ថ្ងៃកន្លះដែរក្នុងរយៈចម្ងាយផ្លូវជិត 4000 គីឡូម៉ែត្របើយោងតាមភ្នាក់ងារព័ត៌មាន Reuters មេដឹកនាំកូរ៉េខាងជើងនឹងជិះរថភ្លើងផ្ទាល់ខ្លួនចេញពីទីក្រុងព្យុងយ៉ាងទៅកាន់ប្រទេសចិនជាប់ព្រំដែននឹងប្រទេសវៀតណាមនិងបន្ទាប់មកទៀតផ្លាស់ទៅជិះរថយន្តវិញចេញពីចិនទៅកាន់ទីក្រុងហាណូយក៏ប៉ុន្តែបើតាមសម្ដីប្រភពដកស្រង់ដោយទីភ្នាក់ងារបារាំង AFP វិញពីព្រំដែនប្រទេសចិនទៅកាន់ទីក្រុងហាណូយលោកគីមចុងអ៊ុនអាចជិះយន្តហោះមិនមែនរថយន្តនោះទេតែទោះជាយ៉ាងនេះក្តីរហូតមកដល់ពេលនេះគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេពាក់ព័ន្ធទៅនឹងគម្រោងធ្វើដំណើររបស់លោកគីមចុងអ៊ុនក៏ប៉ុន្តែគេគ្រាន់តែដឹងថាមានមន្ត្រីកូរ៉េខាងជើងជាច្រើននាក់បានទៅត្រួតពិនិត្យតំបន់ព្រំដែនរវាងប្រទេសចិននិងប្រទេសវៀតណាមកាលពីថ្ងៃច័ន្ទទី18កុម្ភៈដើមសប្តាហ៍នេះមួយវិញទៀតបើតាមទូរទស្សន៍របស់ជប៉ុនគេក៏ឃើញមានក្រុមអ្នកជំនាញកូរ៉េខាងជើងទៅពិនិត្យមើលស្ថានភាពផ្លូវដែកក្នុងទីក្រុងមួយរបស់ចិនដែលមានព្រំប្រទល់ដែនជាប់នឹងប្រទេសវៀតណាមផងដែរពាក់ព័ន្ធនឹងជំនួបលើកទី2រវាងលោកដូណាល់ត្រាំនិងលោកគីមចុងអ៊ុននេះដែរប្រទេសវៀតណាមកំពុងតែដុតដៃដុតជើងរៀបចំកិច្ចប្រជុំនេះយ៉ាងយកចិត្តទុកដាក់ជាទីបំផុតជាពិសេសលើផ្នែកការពារសុវត្ថិភាពតែម្ដងសូមរំលឹកជូនថាលោកដូណាល់ត្រាំនិងលោកគីមចុងអ៊ុននឹងជួបចរចាជាមួយគ្នានៅថ្ងៃទី27-28កុម្ភៈខាងមុខនេះបើតាមភ្នាក់ងារព័ត៌មាន Reuters មេដឹកនាំទាំងពីរនឹងជួបប្រជុំនៅក្នុងវិមានរដ្ឋាភិបាលវៀតណាមនាកណ្ដាលទីក្រុងហាណូយក៏ប៉ុន្តែទីកន្លែងប្រជុំនេះអាចនឹងត្រូវគេផ្លាស់ប្ដូរផងដែរយ៉ាងហោចណាស់មនុស្ស69នាក់បានស្លាប់ដោយអគ្គិភ័យដ៏ខ្លាំងមួយដែលបានឆេះអគារអាផាតមិនស្តុកជាតិគីមីក្នុងរដ្ឋធានីដាកានៃប្រទេសបង់ក្លាដេសនេះបើតាមមន្ត្រីផ្នែកអគ្គិភ័យដែលបានឲ្យដឹងនៅថ្ងៃប្រហ័សនេះតាមមន្ត្រីចំនួនអ្នកស្លាប់អាចនឹងកើនឡើងព្រោះនៅពេលនេះនៅមានមនុស្សជាច្រើនកំពុងតែជាប់គាំងនៅក្នុងអគារនោះនៅឡើយនៅប្រទេសចិនបុរសដែលមានប្រវត្តិរោគចិត្តម្នាក់បានកាន់កាំបិតដើរចាក់អ្នកដំណើរនៅកណ្ដាលរដ្ឋធានីនៃប្រទេសចិនដែលបណ្ដាលឲ្យមានរបួស11នាក់នេះបើតាមការឲ្យដឹងពីអាជ្ញាធរក្នុងតំបន់នៅថ្ងៃប្រហ័សនេះប៉ូលីសបានបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យញាត់គុកហើយនៅពេលនេះនិងបានកំណត់អត្តសញ្ញាណថាជនសង្ស័យនោះមានអាយុ33ឆ្នាំឈ្មោះ Gu Gaibin
នៅសប្តាហ៍នេះព្រះអង្គម្ចាស់រាជទេយ្យអារ៉ាប៊ីសាអូឌីតមូហាម៉េតប៊ីនសាម៉ាន់កំពុងតែបំពេញទស្សនកិច្ចនៅតាមប្រទេសធំៗនៅអាស៊ីបន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប៉ាគីស្ថានព្រះអង្គម្ចាស់អនាគតក្សត្រអារ៉ាប៊ីសាអូឌីតរូបនេះបានទៅដល់ឥណ្ឌាកាលពីថ្ងៃអង្គារជាដំណើរទស្សនកិច្ចដើម្បីរឹតចំណងសម្ព័ន្ធភាពសេដ្ឋកិច្ចដែលអារ៉ាប៊ីសាអូឌីតកំពុងព្យាយាមស្វែងរកទីផ្សារថ្មីនៅប៉ាគីស្ថាននិងឥណ្ឌាតែយ៉ាងណារវាងឥណ្ឌានិងប៉ាគីស្ថានដែលជាគូសត្រូវនឹងគ្នានេះអារ៉ាប៊ីសាអូឌីតហាក់ដូចជាស្ថិតនៅចំចំណុចកណ្ដាលមួយដែលលំបាកបំផុតព្រោះម្ខាងគឺប៉ាគីស្ថានជាប្រទេសអ៊ីស្លាមដូចគ្នានិងម្ខាងទៀតគឺឥណ្ឌាដែលជាទីផ្សារដ៏ធំមហិមាសម្រាប់អារ៉ាប៊ីសាអូឌីតភាពច្រណែនការប្រកួតប្រជែងនិងចំនួនដែនដីរវាងប៉ាគីស្ថាននិងឥណ្ឌានេះពិតជាអាចបង្កភាពមងសៅដល់មហិច្ឆតាវិនិយោគរបស់អារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរនេះដែលឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសប៉ូឡូញលោកស្រី Jorget Musbacher បានថ្លែងកាលពីថ្ងៃម្សិលមិញថាអ៊ីស្រាអែលត្រូវធ្វើការសុំទោសប្រទេសប៉ូឡូញនៅលើសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃច័ន្ទមុនដែលបានចោទថាប្រជាជនប៉ូឡូញបានជ្រមុជជ្រៅទៅក្នុងវប្បធម៌មួយប្រឆាំងនឹងជនជាតិជ្វីសរដ្ឋាភិបាលប៉ូឡូញបានសម្ដែងការប្រឆាំងដោយបានបដិសេធពុំចូលរួមនៅក្នុងជំនួបកំពូលមួយនៃក្រុង Visegrad ដែលក្រុងធ្វើឡើងនៅក្នុងប្រទេសអ៊ីស្រាអែលនាថ្ងៃអង្គារមុនសូមបញ្ជាក់ថាក្រុង Visegrad ដែលមានប្រទេសអឺរ៉ុបកណ្ដាលចំនួន4គឺក្នុងនោះរួមមានហុងគ្រីប៉ូឡូញសាធារណរដ្ឋឆេកនិងស្លូវ៉ាគីដែលក៏ជារដ្ឋសមាជិកសហភាពអឺរ៉ុបនិងអង្គការអូតាំងផងដែរនៅថ្ងៃពុធម្សិលមិញលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅក្នុងសារប្រចាំឆ្នាំថ្លែងទៅកាន់រដ្ឋសភាបានសន្យាកែឲ្យប្រសើរឡើងជីវភាពជនរួមឈាមរបស់ខ្លួនព្រមទាំងបានបង្ហាញឲ្យឃើញថាគាត់ត្រៀមប្រើមីស៊ីលរុស្ស៊ីធុនថ្មីៗប្រឆាំងទល់នឹងប្រទេសលោកខាងលិចសេចក្តីថ្លែងការណ៍នេះត្រូវបានបន្លឺឡើងនៅចំពេលដែលប្រជាប្រិយភាពរបស់មេដឹកនាំរុស្ស៊ីរូបនេះស្រាប់តែធ្លាក់ចុះសូមស្ដាប់កៅឈីយ៉ាមិនដល់មួយឆ្នាំផងក្រោយជាប់ឆ្នោតសារឡើងវិញសម្រាប់អាណត្តិទី4ដោយសារប្រជាប្រិយភាពគាត់វត្តដល់កម្រិតខ្ពស់បំផុតមិនស្របមានក្នុងអំឡុង20ឆ្នាំនៃអំណាចឥឡូវលោកប្រធានាធិបតីរុស្ស៊ីស្រាប់តែឃើញកម្រិតនៃជំនឿទុកចិត្តលើរូបគាត់ធ្លាក់ចុះទាបមែនទែនតាំងពីពេលជាប់យកក្តីគ្រីមេក្នុងឆ្នាំ2014និងក្រោមចំហាយនៃការដំឡើងវ័យពលរដ្ឋសម្រាប់ចូលរដ្ឋាភិបាលទន្ទឹមនឹងការដំឡើងពន្ធ TVA ចាប់ពីថ្ងៃ1មករាមកសារលោកពូទីនថ្លែងទៅរដ្ឋសភាបានពន្យាទៅ1ម៉ោង26នាទីដែលពីក្នុងនោះប្រមាណ1ម៉ោង15នាទីគាត់បានឧទ្ទិសដល់ស្ថានភាពសេដ្ឋកិច្ចនិងសង្គមគិច្ចទាំងលម្អិតអំពីជំនួយដែលត្រូវផ្ដល់ទៅអ្នកស្រុកក្រីក្រដែលតាមសម្ដីគាត់គឺមានចំនួនច្រើនជ្រុលដល់ទៅ19លាននាក់លើបណ្ដាជន146លាននាក់ព្រមទាំងស្ថានភាពនៃមន្ទីរពេទ្យនិងសាលារៀនក្នុងប្រទេសលោកបន្តមកទើបលោកពូទីនដោយកាលពី1ឆ្នាំមុនអញ្ចឹងបានសោកសម្ដីគំរាមយ៉ាងយូរទល់នឹងសហរដ្ឋអាមេរិកហើយកំញើញឆ្លើយតបវិញបើក្រុងវ៉ាស៊ីនតោនដាច់ចិត្តដំឡើងប្រព័ន្ធអាវុធអាមេរិកធុនថ្មីៗនៅទ្វីបអឺរ៉ុបដែលបង្កជាគ្រោះថ្នាក់ដល់ប្រទេសរុស្ស៊ីលោកប្រធានាធិបតីរុស្ស៊ីថ្លែងជាអាតរុស្ស៊ីគ្មានចេតនាដាក់មីស៊ីលបែបនេះឲ្យប្រចាំការនៅទ្វីបអឺរ៉ុបមុនគេឡើយប៉ុន្តែបើសហរដ្ឋអាមេរិកបញ្ជូនវាឲ្យមកប្រចាំការនៅទ្វីបអឺរ៉ុបនោះស្ថានភាពនឹងប្រែក្រឡាស់ទៅជាគ្រោះថ្នាក់ដល់រុស្ស៊ីតែម្ដងតើមីស៊ីលអាមេរិកខ្លះអាចហោះមកដល់ក្រុងម៉ូស្គូដោយចំណាយពេលតែ10-12នាទីប៉ុណ្ណោះម្ល៉េះហើយបានជាខ្ញុំត្រូវតែនិយាយដោយចំហនិងជាក់ច្បាស់ថារុស្ស៊ីនឹងបង្ខំចិត្តដាក់ឲ្យប្រចាំការសភាវុធណាដែលអាចប្រើមិនគ្រាន់តែទល់នឹងដែនដីណាដែលចេញពីទីនោះអាចមានការគំរាមត្រង់ៗមកលើរុស្ស៊ីប៉ុណ្ណោះទេពលគឺដែនដីអឺរ៉ុបតែក៏ទល់នឹងដែនដីណាជាទីដែលមានស្ថិតនៅកន្លែងអនុម័តសេចក្តីសម្រេចប្រើមីស៊ីលជាគ្រោះថ្នាក់ដល់រុស្ស៊ីនិយាយខ្លីគឺសហរដ្ឋអាមេរិកតាមរយៈសារនោះលោកពូទីនបានចោទសហរដ្ឋអាមេរិកថាប្រើការចោទប្រកាន់ទាំងប្រឌិតសោះមកលើរុស្ស៊ីដើម្បីជាលេសសម្រាប់ដកខ្លួនចេញជាឯកតោភាគីពីសន្ធិសញ្ញាដោយរំលឹកថារុស្ស៊ីត្រៀមចរចាជានិច្ចប៉ុន្តែមិនទៅគោះឡើយទ្វារសហរដ្ឋអាមេរិកដែលបិទជិតនៅទីបំផុតលោកពូទីនបានដាស់សតិភាគីអាមេរិកឲ្យត្រិះរិះពិចារណាសិនអំពីល្បឿននិងចម្ងាយហោះនៃមីស៊ីលថ្មីរុស្ស៊ីដែលត្រូវទៅដល់ទីដៅមុននឹងសហរដ្ឋអាមេរិកអនុម័តសេចក្តីសម្រេចណាដែលព្រមនាំជាគ្រោះថ្នាក់ដល់រុស្ស៊ី
វិទ្យុបារាំងអន្តរជាតិ AFE 92 MHz នៅភ្នំពេញនិងសៀមរាប 94.5 MHz នៅបាត់ដំបងកំពង់ចាមនិងក្រុងព្រះសីហនុលោកអ្នកស្ដាប់ជាទីមេត្រីជាបន្តទៀតនេះលោកអ្នកនាងបានតាមដានស្ដាប់នៅនីតិព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃដែលខ្ញុំសុផលមានសេចក្តីរាយការណ៍ពីថាតើបច្ចុប្បន្នការមាននិងគ្មានច្បាប់សម្រាប់អាពាហ៍ពិពាហ៍ភេទដូចគ្នាជាការចាំបាច់ឬទេនីតិទស្សនៈព្រឹត្តិការណ៍ពិភពលោកអង្គកំអនមានបទវិភាគពីថាហេតុអ្វីបានជាប្រទេសរុស្ស៊ីចង់ចងសម្ព័ន្ធភាពជាមួយប្រទេសចិនទៅវិញចំណែកនីតិទស្សនៈសារព័ត៌មាននៅថ្ងៃនេះរៀបចំជូនដោយវ៉ាសំណាប់ហើយចុងបញ្ចប់លោកអ្នកនាងបានស្ដាប់នៅនីតិខ្ញុំនិយាយពីភាសារបស់ឆៃហុកភីងព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុនសែនកាលពីថ្ងៃពុធម្សិលមិញបានប្រកាសថាប្រទេសកម្ពុជានៅមិនអាចធ្វើច្បាប់ដើម្បីអនុញ្ញាតឲ្យមានការរៀបអាពាហ៍ពិពាហ៍សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជាបាននៅឡើយទេក៏ប៉ុន្តែសិទ្ធិនៃការស្រឡាញ់ភេទដូចគ្នានេះក៏មិនមានការហាមឃាត់នោះដែរការលើកឡើងរបស់លោកនាយរដ្ឋមន្ត្រីយ៉ាងដូចនេះគឺធ្វើឡើងបន្ទាប់ពីចរន្តនៃការស្រឡាញ់ភេទដូចគ្នាកាន់តែកក្រើកឡើងនិងមានចំនួនកាន់តែច្រើននាមួយរយៈចុងក្រោយនេះសូមស្ដាប់សេចក្តីរាយការណ៍រៀបចំជូនដោយញឹមសុផលសម្ដីរបស់ពូគឺជាសារនយោបាយមួយទៅកាន់សង្គមទៅកាន់មេដាបៃតាអាណាព្យាបាលហើយទៅកាន់ផ្ទាល់ជាមួយនឹងអ្នកដែលស្រឡាញ់ភេទដូចគ្នាយើងមិនអាចធ្វើច្បាប់ឈានទៅធ្វើច្បាប់ដើម្បីឲ្យមានការរៀបអាពាហ៍ពិពាហ៍សម្រាប់ស្ត្រីដែលមានស្ត្រីនិងបុរសដែលអ្នកដែលស្រឡាញ់ភេទដូចគ្នាបានទេប្រទេសខ្លះកំពុងមានទំនាស់គ្នាយ៉ាងខ្លាំងលើបញ្ហានេះយើងក៏បានអីក៏ប៉ុន្តែយើងក៏មិនចាំបាច់ថាមានច្បាប់នោះទេព្រោះយើងមិនបានទៅរារាំងឯណាយើងអត់បានទៅចាប់គេយកទៅដាក់គុកយើងមិនដែលបានទៅធ្វើបាបធ្វើទោសទៅពេញចំពោះអ្នកដែលស្រឡាញ់ភេទដូចគ្នាទេដូច្នេះបើគ្មានច្បាប់ក៏វាគ្មានបញ្ហានោះដែរតកតងទៅនឹងការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលកម្ពុជាដូចនេះកញ្ញាឈឿនរចនាអ្នកសម្របសម្រួលគម្រោង Micro Rainbow អន្តរជាតិដែលធ្វើការតស៊ូមតិសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នាលើកឡើងថាពួកគេអាចទទួលយកបានសម្រាប់បច្ចុប្បន្នដោយសារតែច្បាប់កម្ពុជាមិនទាន់បានកែប្រែយើងជាសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាអាចទទួលយកបាននៅក្នុងហេតុផលដែលមិនទាន់អាចអនុញ្ញាតច្បាប់ឲ្យយើងបានដោយសារតែក្នុងច្បាប់អត់ទាន់បានកែវិធានកម្មហើយមានការដាក់បញ្ចូលហ្នឹងនៅអត់ទាន់មានអញ្ចឹងមានន័យថាច្បាប់បច្ចុប្បន្នគឺយើងពិតជាអត់អាចរៀបអាពាហ៍ពិពាហ៍ដែលយើងត្រូវមាននៅក្នុងអាពាហ៍ពិពាហ៍ទៅភេទប្រុសហើយនិងភេទស្រីដែលយើងទៅលើតាមអត្តសញ្ញាណប័ណ្ណតែក្នុងច្បាប់ហ្នឹងក៏នៅតែចន្លោះប្រហោងដែរសម្រាប់ពួកយើងតែបើសិនជាទៅមុខទៀតខ្ញុំគិតថាយោងទៅលើប្រសាសន៍ហ្នឹងសម្រាប់ពួកយើងគឺយើងមានអារម្មណ៍ថានៅក្នុងច្បាប់គឺអត់ទាន់បានការពារយើងពេញលេញឲ្យយើងទទួលបាននៅការគាំពារសិទ្ធិនិងទទួលបានសិទ្ធិដូចអ្នកដទៃមានន័យថាគេមានសិទ្ធិឆ្លាញ់ហើយរៀបការជាមួយគេឆ្លាញ់តែយើងដែលជា LGBT យើងអត់អាចមានសិទ្ធិឆ្លាញ់ហើយនឹងមានការការពារគាំពារនៅក្នុងច្បាប់ដូចអ្នកដទៃតែហ្នឹងវាយ៉ាងខ្វះខាតលោកបណ្ឌិតឈុតបន្ថងមន្ត្រីស្រាវជ្រាវផ្នែកវប្បធម៌អប់រំនិងទេសចរនៃរាជបណ្ឌិតសភាកម្ពុជាយល់ថាយូរនឹងឆាប់កម្ពុជានឹងអាចឈានទៅដល់ការមានច្បាប់សម្រាប់ការពារអ្នកស្រឡាញ់ភេទដូចគ្នាក៏លេខទៅមើលនៅលើពិភពលោកនៅបណ្ដាប្រទេសផ្សេងៗជាពិសេសនៅសហរដ្ឋអាមេរិកនៅអឺរ៉ុបហ្នឹងពីមុនក៏មានការជំទាស់ដូចគ្នាចឹងដែរបើយើងគិតពីមិនទាន់គិតទៅដល់ផ្លូវច្បាប់ហ្នឹងនៅក្នុងសាសនាទាំងអស់សុទ្ធតែប្រឆាំងហើយប្រពៃណីភាគច្រើនហ្នឹងក៏រើសអើងឬក៏ប្រឆាំងមិនចូលចិត្តនឹងការស្រឡាញ់ភេទដូចគ្នាដែរប៉ុន្តែមកដល់រយៈពេលប្រហែលឆ្នាំចុងក្រោយនេះយើងឃើញនៅបណ្ដាប្រទេសនៅអឺរ៉ុបរដ្ឋខ្លះនៅសហរដ្ឋអាមេរិកក៏មានការអនុញ្ញាតជាផ្លូវការឬមួយក៏មានន័យថាទទួលស្គាល់ជាផ្លូវច្បាប់ទៅការច្បាប់ដើម្បីអនុញ្ញាតឲ្យមានការរៀបអាពាហ៍ពិពាហ៍រវាងភេទដូចគ្នានឹងស្របច្បាប់ដូចអ្នកដែលភេទដូចគ្នាដែរអញ្ចឹងខ្ញុំមើលទៅនិន្នាការហ្នឹងវាគ្រាន់តែយូរនឹងឆាប់វានឹងអាចមកដល់កន្លែងផ្សេងទៀតបើសិនវាអត់ធ្លាប់កើតមានទេបណ្ដាផ្សេងទៀតក៏វាមិនអាចមានភាពស្របច្បាប់ដែរតែដោយសារវាមានខ្លះហើយឥឡូវនេះអតិពលនៃវប្បធម៌អរិយធម៌របស់ប្រទេសផ្សេងៗវាតែងតែរៀលដាលដូច្នេះខ្ញុំគិតថានៅកម្ពុជាវាគ្រាន់តែនៅឆ្លងកាត់ដំណាក់កាលណាមួយទេយូរទៅគង់ទៅដល់ហ្នឹងជាមួយគ្នានេះលោកយ៉ងកំឯងប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពលើកឡើងដែរថាបើយើងនិយាយពីសិទ្ធិគាត់មានសិទ្ធិ
ជ្រើសវាជាការពិតណាស់ដែលថាធ្វើម៉េចបើធម្មជាតិសម្រាប់ឲ្យគ្នាចឹងណាបាទចឹងទេបាទអានឹងវាជាសិទ្ធិបាទភេទទី3នោះក៏ជាគាត់មានសិទ្ធិនៅក្នុងការរស់នៅសម្រាប់ជោគវាសនារបស់គាត់ដោយខ្លួនគាត់ដែរបាទហើយពាក្យថាសិទ្ធិគឺគាត់អាចធ្វើការសម្រេចចិត្តនៅសម្រាប់ជោគវាសនាអនាគតរបស់គាត់នោះបាទអាចរស់នៅមួយភេទដូចគ្នាបាទអាហ្នឹងជារឿងមួយដែលយើងគួរតែគោរពដែរបាទហើយម្យ៉ាងវិញទៀតបើសិនយើងអត់ទាន់មានច្បាប់ទេជាធម្មតាវាប៉ះពាល់ដល់គ្នានឹងខ្លាំងដែរបាទដោយសារថាទី1ជាពលនឹងការរស់នៅរបស់គាត់ណាអាចនឹងជួបប្រទះនឹងបញ្ហាផ្សេងៗបើថាគាត់រស់នៅជាមួយគ្នាមួយរយៈអីចឹងទៅហើយគាត់ជាពិសេសក្នុងការបែងចែកទ្រព្យសម្បត្តិរបស់គាត់អីហោហែហ្នឹងបាទនៅគឺជាធ្វើឲ្យគាត់មានបញ្ហាដែរនិយាយខ្លះទៅកញ្ញាឈឿនរចនាឲ្យដឹងថាតម្រូវការច្បាប់មួយគឺជាការចាំបាច់តែគេគួរគោរពតាមការអនុវត្តជាជំហានតើតើនឹងច្បាប់បើសិនជាយើងនិយាយថាត្រូវការគឺយើងពិតជាត្រូវការគ្រាន់តែថាយើងក៏ត្រូវទុកពេលសម្រាប់អ្នកដឹកនាំក៏ដូចជារដ្ឋាភិបាលមានពេលនៅក្នុងការធ្វើការងារទៅលើរឿងហ្នឹងដែរមិនមានន័យថាយើងត្រូវការយើងត្រូវតែបានមកដល់ហើយព្រោះយើងមើលទៅលើការងារផ្សេងៗទៀតគោលការណ៍ផ្សេងៗទៀតគោលនយោបាយច្បាប់ផ្សេងៗទៀតវានៅខ្វះចន្លោះនឹងមានបញ្ហាប្រឈមពីគ្នាអញ្ចឹងវាត្រូវ step by step ប៉ុន្តែឲ្យមានពីមួយជំហានទៅមួយជំហានមានការដាក់បញ្ចូលពួកយើងឲ្យមានការឆ្លើយតបនឹងអ្វីដែលយើងចង់បានហើយវាជារឿងដែលចាំបាច់យើងត្រូវការដែរលោកបណ្ឌិតឈុតបន្ថងបានវែកញែកជុំវិញការមានច្បាប់ឬអត់ច្បាប់ការពារឬអនុញ្ញាតឲ្យមានការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាសម្រាប់ខ្ញុំការដែលមានច្បាប់និងអត់ច្បាប់ប្រហែលជាវាមានចិត្តខុសគ្នាខ្លះវាធម្មតាការរស់នៅជាមួយគ្នាជាប្រិយប្រពន្ធភេទផ្ទុយគ្នាហ្នឹងយើងឃើញថាតែងតែមានបញ្ហាកើតឡើងមានការលែងលះគ្នាអីហោហែអញ្ចឹងទៅហើយការលែងលះគ្នាហ្នឹងវាតែងតែមានទាមទារឲ្យសិទ្ធការលែងលះទៅឲ្យដាច់ឆ្លាស់ទៅហើយដៃគូហ្នឹងមានសិទ្ធទៅរកគូថ្មីផ្សេងទៀតតែខ្លួនស្រឡាញ់ហើយបាទហ្នឹងទី1ទី2វាតកតងនឹងទ្រព្យសម្បត្តិជាដើមទៅចែកទ្រព្យសម្បត្តិទៅការថែរក្សាកូនជាដើមប៉ុន្តែដោយចំពោះភេទដូចគ្នានេះវាមិនអាចមានកូនបានទេបាទអញ្ចឹងប្រហែលជាអត់តកតងនឹងកូននេះប៉ុន្តែវាអាចតកតងនឹងទី1ទៅពេលដែលគេលែងលះគ្នាគេទៅមានសិទ្ធិជាសាលាទៅរកគូថ្មីទី2ពេលដែលចាប់ដៃគ្នាហ្នឹងអាចថាមានទ្រព្យសម្បត្តិអីរួមគ្នានៅពេលដែលគេចាប់ដៃគ្នាជាលក្ខណៈប្រិយប្រពន្ធជាគ្រួសារតែមួយហ្នឹងអញ្ចឹងសម្រាប់ខ្ញុំគិតថាបើសិនជាមានច្បាប់វាល្អជាងអត់ច្បាប់ពីព្រោះរឿងផ្សេងវាកើតឡើងពីតំណែងរវាងប្រិយប្រពន្ធឬរវាងគូសម្ព័ន្ធហ្នឹងលោកបណ្ឌិតឈុតបន្ថងបន្ថែមប៉ុន្តែប្រសិនបើមានច្បាប់ក្នុងរយៈពេលថ្មីនេះវាមានច្បាប់វាមានន័យថារដ្ឋរបស់យើងអាជ្ញាធរយើងទទួលស្គាល់ពីផ្លូវការអញ្ចឹងតែជារដ្ឋាភិបាលកម្ពុជាគិតថាលក្ខណៈសម្បត្តិឬក៏ស្ថានភាពនៅកម្ពុជានេះមិនទាន់ដល់ឬយ៉ាងណាបានជាប្រមុខរដ្ឋាភិបាលក៏មានប្រសាសន៍បែបនេះហើយការទុកបាននេះវាមិនអាចទុកបានរហូតទេគឺទុកបានតែរយៈពេលណាមួយប៉ុណ្ណោះវាគង់តែនឹងទៅដល់ដូចជាកន្លងមកយើងឃើញថានៅប្រទេសផ្សេងគេទុកមិនឲ្យមានល្បែងស៊ីសងឥឡូវនេះនៅបណ្ដាប្រទេសមួយចំនួនមានបើកកាស៊ីណូហើយប្រទេសកម្ពុជារបស់យើងក៏មានកាស៊ីណូនៅតាមជាប់ព្រំដែនដែរអញ្ចឹងឃើញថាស្អីវារៀលដាលអញ្ចឹងវាអាចថាមិនបានពេលនេះតែពេលក្រោយវាគង់តែនឹងទៅដល់បាទលោកយ៉ងកំឯងយើងឃើញថារឿងហ្នឹងវាហាក់ដូចជាស្ងៀមស្ងាត់មិនសូវដឹងឮច្រើនបញ្ហារបស់ពួកគាត់ណាបាទដោយសារទី1ដោយសារថាតែពួកគាត់យល់ឃើញថាសង្គមគេមិនទទួលស្គាល់អីចឹងទៅបាទហើយអត់មានច្បាប់របស់រដ្ឋយើងដើម្បីគំរាមនិងការពារសិទ្ធិរបស់គាត់ក្នុងការដែលគាត់រស់នៅជាមួយគ្នាភេទដូចគ្នាណាបាទចឹងហើយដែលយើងឃើញថាបញ្ហាទាំងអស់ហ្នឹងគឺហាក់ដូចជាវានៅមិនទាន់មានឃើញលេចធ្លោនៅក្នុងសង្គមខ្លាំងមែនទែនបាទប៉ុន្តែអ្វីដែលឃើញគាត់បានបង្ហាញតែរូបភាពដែលល្អៗទេដូចជាការរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាការដែលគាត់សម្ដែងអីទៅលើសិល្បៈអីមួយចំនួនបាទសម្រាប់កញ្ញាឈឿនរចនាពេលខ្លះមានច្បាប់ហើយទាមទារឲ្យមានការអនុវត្តនិងការយល់ដឹងទាំងព្រមទើបមានប្រសិទ្ធភាពដោយសារតែនៅក្នុងស្រុកខ្មែរយើងពេលដែលយើងលើកពីបញ្ហា LGBT គឺជាតែរយៈពេលខ្លីទេអញ្ចឹងសង្គមគឺគាត់នៅមានការយល់ដឹងតិចទៅលើរឿងហ្នឹងអញ្ចឹងបើទោះបីជាច្បាប់
ចេញក៏មិនប្រកាសថាច្បាប់ហ្នឹងអាចនឹងអនុវត្តបានកម្រិតណាដែរប៉ុន្តែវាក៏អាចការពារយើងមួយផ្នែកដែលយើងយកច្បាប់មកសម្អាងតែយើងនិយាយអំពីច្បាប់ផ្សេងៗដែលការពារស្ត្រីណាយើងមើលការអនុវត្តជាក់ស្ដែងទៅឆ្លាស់ក៏ស្ត្រីនៅតែរងអំពើហិង្សាទៅដែរដោយសារតែច្បាប់ហ្នឹងនៅតែជាច្បាប់អញ្ចឹងគឺថាច្បាប់ចាំបាច់អត់គឺចាំបាច់ប៉ុន្តែអ្វីដែលយើងចង់ឲ្យបានទាំងព្រមហ្នឹងគឺមានន័យថាសង្គមជាអនុវត្តនិងទទួលយកច្បាប់ហ្នឹងដូចគ្នាហើយបើសិនជាយើងធ្វើឲ្យសង្គមមានការយល់ដឹងទោះបីជាមិនមានច្បាប់ក៏សង្គមហ្នឹងនៅតែការពារភាពស្មើគ្នារបស់យើងដែរលោកបណ្ឌិតឈុតបន្ថងមើលឃើញថាការដែលមិនទាន់មានច្បាប់អនុញ្ញាតឲ្យមានការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាទំនងជានៅជាប់ពាក់ព័ន្ធនឹងប្រពៃណីវប្បធម៌ក៏ប៉ុន្តែលោកថាការវិវត្តនឹងទៅដល់ដំណាក់កាលមួយជៀសមិនរួចច្បាប់នៃបណ្ដាប្រទេសនីមួយៗនៅលើពិភពលោករួមទាំងកម្ពុជាផងច្បាប់នោះត្រូវតែស្របត្រូវតែអនុលោមទៅតាមឫសគល់នៃគោលការណ៍សង្គមច្បាប់សង្គមនោះមានន័យថាទំនៀមទម្លាប់ប្រពៃណីជំនឿសាសនាសិលធម៌របស់ប្រទេសហ្នឹងឯងចឹងហើយការដែលសង្គមខ្មែរមិនទាន់អាចបង្កើតច្បាប់នេះបានដោយសារតែប្រពៃណីរបស់យើងសិលធម៌របស់យើងសង្គមរបស់យើងហ្នឹងគឺមិនឲ្យតម្លៃប៉ុន្តែសូមកុំភ្លេចថាមានរឿងជាច្រើនដែលសង្គមយើងពីមុនមិនឲ្យតម្លៃហើយឥឡូវហាក់ដូចជាវាតូទុនទៅរកខ្ញុំលើកឧទាហរណ៍ដូចជាការឆ្លាញ់ភេទផ្ទុយគ្នាហ្នឹងពីមុនមកប្រុសនិងស្រីហ្នឹងក៏ប៉ះដៃប៉ះជើងគ្នាក៏មិនចង់បានផងបាទគាត់ទៅសេសវត្តស្នេហាហ្នឹងមិនបានផងប៉ុន្តែឥឡូវនេះយើងឃើញថាទោះច្បាប់មិនបានចែងដល់មិនស្អីក៏ដោយប៉ុន្តែមានបរិសុទ្ធស្ត្រីដែលគ្រប់អាយុជានីតិជនហ្នឹងគេនៅជាមួយគ្នាដោយមិនបានរៀបការហើយរហូតទៅដល់មានកូនមានចៅអីចង់ស្តៀងគ្នានឹងនៅអឺរ៉ុបហើយចំនួននេះវាកាន់តែច្រើនឡើងអញ្ចឹងបើយើងមើលតាមលំនាំនេះការស្រឡាញ់ភេទដូចគ្នានេះធ្វើត្បិតតែវាប្រឆាំងទៅនឹងសាសនារបស់យើងប្រឆាំងនឹងសិលធម៌សង្គមរបស់យើងប៉ុន្តែចំនួនវានឹងកើនឡើងតែកញ្ញាឈឿនរចនាពន្យល់ថាវប្បធម៌ប្រពៃណីសម្រាប់សង្គមយើងដែលបង្កើតឡើងក្នុងសម័យណាគឺសម័យហ្នឹងឯងជាអ្នកអនុវត្តជាអ្នកប្រតិបត្តិជាអ្នកទទួលយកហើយពីសម័យកាលមួយទៅសម័យកាលមួយគឺវាតែងតែមានការផ្លាស់ប្ដូរតិចម្ដងមានរឿងថ្មីចូលមករឿងចាស់ក៏ទៅខ្លះក៏វានៅហើយវាមានរឿងថ្មីពីជ្រាបអីអញ្ចឹងវាជារឿងធម្មតាដែលយើងនិយាយពីវប្បធម៌ប្រពៃណីហើយពេលដែលយើងប្រើពាក្យថាការថែរក្សាទុកឧទាហរណ៍ថាការសម័យមុនការស្លៀកពាក់វប្បធម៌ប្រពៃណីលើការស្លៀកពាក់យើងអត់ស្លៀកពាក់ខោអាវចាស់ហើយយើងមិនរក្សាទុកអានឹងដែរមានន័យថាយើងរក្សាទុកប៉ុន្តែមិនមានន័យថាយើងត្រូវតែអនុវត្តបែបហ្នឹងទេអញ្ចឹងមានន័យថាមកដល់សម័យយើងគឺយើងមានរបៀបក្នុងការស្លៀកពាក់ក្នុងការដើរហើរគឺទៅតាមសម័យកាលរបស់យើងតែយើងនៅតែរក្សាចងក្រងនៅអ្វីដែលជាវប្បធម៌ប្រពៃណីពីសម័យដើមមកដើម្បីឲ្យក្មេងៗជំនាន់ក្រោយដឹងថានេះគឺរបស់សម័យនេះគឺរបស់សម័យនេះ RFI កម្មវិធីនេះសហការឧបត្ថម្ភដោយ Starbum ផលិតនៅប្រទេសហូឡង់ជំនាញព្យាបាលសន្លាក់និងសាច់ដុំធ្វើឲ្យការហាត់ប្រាណឬលេងកីឡាមានផែនការត្រឹមត្រូវប្រើមុនពេលអំឡុងពេលនិងក្រោយពេលលេងកីឡា Starbum មានច្រើនប្រភេទដូចជាប្រេងកូឡាកៅអៀក Spray Gel Lotion ប្រេងរឹតកញ្ចប់ត្រជាក់និងបំពង់ហឺតស៊ីនវិញយូលេងកាហ្វេដោយម៉ាស៊ីន Probat និងមានតែមួយគត់នៅកម្ពុជាទំនាក់ទំនងតាមទូរស័ព្ទលេខ010 816 222និង011 816 222សាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS សិក្សាដើម្បីបុគ្គលិកលក្ខណៈសម្បត្តិល្អប្រពៃសិក្សានៅ CUS សង្កសី ISI Palm រឹងមាំជាប់ធន់នឹងអាកាសធាតុគ្រប់កលៈទេសៈផលិតឡើងដោយបច្ចេកវិទ្យាទំនើបរបស់ជប៉ុននិងអូស្ត្រាលីវត្ថុធាតុដើមស្តង់ដារអន្តរជាតិ ISO 9001:2008 ស្រាប់អាលុយមីញ៉ុម 55% និងសង្កសី 45% មាន5ស្រទាប់ការពារនិងធានារយៈពេល10ឆ្នាំ ISI Palm ជាប់ធន់ជានិរន្តរ៍ ISI Palm ផលិតផលរបស់ក្រុមហ៊ុន ISI Steel និងធនាគារព្រីនជួយឲ្យអតិថិជនជោគជ័យតាមរយៈសេវាកម្មហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈទំនាក់ទំនងព័ត៌មានឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ1800 20 8888ធនាគារព្រីនដៃគូជោគជ័យទស្សនៈព្រឹត្តិការណ៍ពិភពលោកបច្ចុប្បន្ននេះនៅពេលនិយាយពីសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសសហភាពអឺរ៉ុបគេមិនជាភ្ញាក់ផ្អើលអ្វីនោះទេក៏ប៉ុន្តែនៅពេលដែលនិយាយពីការភ្ជាប់ទំនាក់ទំនងល្អរវាងប្រទេសរុស្ស៊ីនិងប្រទេសចិនវិញគេច្បាស់ជាពិបាកជឿណាស់ថាតើប្រទេសទាំងពីរអាចក្លាយជាសម្ព័ន្ធមិត្តល្អនឹងគ្នាយ៉ាងម៉េចកើតបើធ្លាប់មានប្រវត្តិមិនល្អនឹងគ្នារាប់សិបឆ្នាំទៅហើយនោះ
ប៉ុន្តែគេក៏មិនត្រូវភ្លេចដែរថាដើម្បីផលប្រយោជន៍រួមប្រទេសដែលជាគូប្រជែងនឹងគ្នាអាចក្លាយជាមិត្តនឹងគ្នាបានហើយករណីនេះក៏អាចកើតឡើងចំពោះប្រទេសរុស្ស៊ីនិងប្រទេសចិនផងដែរជាក់ស្ដែងនៅពេលថ្មីៗនេះមានព័ត៌មានលេចឮថារុស្ស៊ីកំពុងតែចាយចៅចិនខ្លាំងសម្បើមណាស់ឲ្យក្លាយជាដៃគូយុទ្ធសាស្ត្រដូច្នេះហើយតើហេតុផលអ្វីទៅដែលជំរុញឲ្យប្រទេសរុស្ស៊ីចង់ចងសម្ព័ន្ធភាពជាមួយប្រទេសចិនសូមស្ដាប់បទអធិប្បាយរបស់អង្គកំអននៅសតវត្សទី21នេះពិភពលោកផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចខ្លាំងដាច់គេមួយជាមួយនឹងប្រទេសចិនដែលគេចាត់ទុកថាជាដៃគូប្រជែងដ៏មានសក្តានុពលនិងគួរឲ្យព្រួយបារម្ភបំផុតរបស់អាមេរិកចុះតើប្រទេសរុស្ស៊ីវិញស្ថិតនៅកន្លែងណាដែរអតីតសហភាពសូវៀតបានដួលរលំទៅអស់រយៈពេលជិត3ទសវត្សរ៍កន្លងមកហើយពោលគឺចាប់តាំងពីឆ្នាំ1991មកម្លេះក្រោយការដួលរលំនេះប្រទេសរុស្ស៊ីបានតស៊ូពុះពៀររក្សាកេរ្តិ៍ឈ្មោះជាប្រទេសមហាអំណាចមួយនឹងគេដែរតែទោះជាបែបនេះក្តីរុស្ស៊ីនៅតែមានទំនាក់ទំនងមិនល្អសោះឡើយជាមួយនឹងសហរដ្ឋអាមេរិកក៏ដូចជាជាមួយប្រទេសសម្ព័ន្ធមិត្តអាមេរិកជាពិសេសជាមួយបណ្ដាប្រទេសសហភាពអឺរ៉ុបតែម្ដងដោយសារតែភាពល្អកកនៅតែបន្តមានទៅនៅប្រមាណឆ្នាំចុងក្រោយនេះការមមីកិត្តរបស់ប្រទេសរុស្ស៊ីចំពោះអឺរ៉ុបបានកែប្រែវាមានក្រំឡាំងលែងចាប់អារម្មណ៍លើទ្វីបអឺរ៉ុបទៀតហើយអ្វីដែលវាមានក្រំឡាំងចាប់អារម្មណ៍នាពេលនេះគឺការបំបែកបំបាក់ប្រទេសនៅអឺរ៉ុបឬក៏ទាញបណ្ដាប្រទេសអឺរ៉ុបមួយចំនួនកុំឲ្យស្ថិតនៅក្រោមឥទ្ធិពលរបស់អាមេរិកដោយការងាកទៅចាប់ដៃជាមួយនឹងប្រទេសចិនទីក្រុងមូស្គូចង់បញ្ចុះបញ្ចូលទីក្រុងប៉េកាំងឲ្យរួមដៃគ្នាបង្កើតជាសម្ព័ន្ធដ៏រឹងមាំមួយដើម្បីប្រឆាំងទល់ទៅនឹងលោកខាងលិចដែលមានអាមេរិកជាក្បាលដឹកនាំសម្រាប់វិមានក្រំឡាំងនៅពេលដែលរុស្ស៊ីនិងចិនរួមកម្លាំងគ្នាពួកគេអាចយកឈ្នះក្រុមប្រទេសលោកខាងលិចនិងអាចដណ្ដើមយកពិភពលោកទាំងមូលមកក្តាប់ក្តាប់នៅក្នុងដៃបានដោយឡែកតើរុស្ស៊ីអាចបញ្ចុះបញ្ចូលចិនឲ្យសហការជាមួយនឹងខ្លួនបានដែរឬក៏អត់តាក់ទងរឿងនេះដែរលោក Bruno Massech អតីតរដ្ឋមន្ត្រីប្រទេសប៉ូទុយហ្គាល់ទទួលបន្ទុកកិច្ចការអឺរ៉ុបបានប្រាប់សារព័ត៌មាន Politico ថាកិច្ចពិភាក្សារវាងប្រទេសរុស្ស៊ីនិងចិនតាមពិតទៅបានចាប់ផ្ដើមរួចទាំងហើយនៅខាងក្រោយឆាកលោកបានអះអាងទៀតថារុស្ស៊ីព្យាយាមអោបក្រសោបចិនដើម្បីអាចតោងចាប់យកឥទ្ធិពលបន្ថែមនិងពង្រីកដែនអំណាចរបស់ខ្លួនហើយរុស្ស៊ីបានមើលឃើញពីសក្តានុពលរបស់ចិនតាំងពី5ឆ្នាំមុនមកម្លេះទន្ទឹមគ្នានេះកាលពីខែមករាកន្លងទៅថ្មីនេះមានរបាយការណ៍មួយចេញផ្សាយដោយគូបញ្ជាអំពីទំនាក់ទំនងកាន់តែរីកចម្រើនរវាងទីក្រុងមូស្គូនិងទីក្រុងប៉េកាំងផងដែរដោយគ្នានេះដែរក្រុមអ្នកវិភាគបានសន្និដ្ឋានថាប្រទេសចិននិងប្រទេសរុស្ស៊ីមានភាពស៊ីចង្វាក់គ្នាខ្លាំងជាងពេលណាទាំងអស់នៅលើគ្រប់ចំណុចរាប់ចាប់តាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1950មកហើយទំនាក់ទំនងនេះនឹងកាន់តែល្អប្រសើរនាពេលខាងមុខដើម្បីប្រយុទ្ធប្រឆាំងទៅនឹងអាមេរិកនិងលោកខាងលិចដែលមាននិន្នាការនយោបាយខុសពីប្រទេសទាំងពីរពាក់ព័ន្ធទៅនឹងលទ្ធិប្រជាធិបតេយ្យនិងបញ្ហាសិទ្ធិមនុស្សតាក់ទងរឿងនេះដែរលោក Massech បានបកស្រាយថាឥឡូវនេះទីក្រុងវ៉ាស៊ីនតោនកំពុងតែធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយនឹងទីក្រុងប៉េកាំងហើយទាញចេញពីចំណុចនេះរុស្ស៊ីកាន់តែសង្ឃឹមថាចិននឹងយល់ច្បាស់ថាទីក្រុងវ៉ាស៊ីនតោនគឺជាបញ្ហារបស់ប៉េកាំងមិនមែនទីក្រុងមូស្គូនោះទេស្របសេចក្តីមកភាពតានតឹងរវាងប្រទេសចិនជាមួយនឹងសហរដ្ឋអាមេរិកព្រមទាំងប្រទេសលោកខាងលិចផ្សេងទៀតអាចរុញច្រានឲ្យចិនងាកមកស្រវាអោបរុស្ស៊ីវិញបានដោយដែលអាមេរិកធ្លាប់ពួតដៃជាមួយចិនប្រយុទ្ធប្រឆាំងទៅនឹងអតីតសហភាពសូវៀតក្នុងសម័យសង្គ្រាមត្រជាក់ជាពិសេសនៅខណៈពេលដែលចិនកំពុងតែមានទំនាក់ទំនងរកាំរកូលខ្លាំងជាមួយនឹងប្រទេសលោកខាងលិចដោយសារតែសង្គ្រាមពាណិជ្ជកម្មនិងសង្គ្រាមបច្ចេកវិទ្យា 5G ដែលអភិវឌ្ឍដោយក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិន Huawei បើយោងតាមលោក Massech អតីតរដ្ឋមន្ត្រីប្រទេសប៉ូទុយហ្គាល់ទទួលបន្ទុកកិច្ចការអឺរ៉ុបសម្ព័ន្ធភាពថ្មីរវាងមហាអំណាចទាំងពីរពោលគឺចិននិងរុស្ស៊ីមានន័យថាទីក្រុងវ៉ាស៊ីនតោនត្រូវប្រឈមនឹងការវាយប្រហារពីគូប្រជែងដ៏ខ្លាំងហើយអឺរ៉ុបវិញនឹងមានអារម្មណ៍ភ័យព្រួយគ្មានថ្ងៃស្ងប់ចិត្តបាននោះឡើយលោកបានបន្ថែមទៀតថាប្រសិនបើសម្ព័ន្ធភាពនេះคล้ายទៅជាការពិតមែននោះពិភពនយោបាយក្នុងសកលលោកនឹងត្រូវក្រឡាប់ចាក់វិបត្តិអន្តរជាតិនឹងកើនឡើងហួសពីការស្មាននៅពេលដែលរុស្ស៊ីនិងចិនបានលេចឡើងជាប្លុកតែមួយប្រឆាំងទៅនឹងប្លុកចាស់ដែលមានលោកខាងលិចជាក្បាលម៉ាស៊ីនដឹកនាំស្ដាប់កម្មវិ
វិធីព័ត៌មានវិទ្យុបារាំង AFE ម៉ោង 7 ដល់ម៉ោង 8 ព្រឹកម៉ោង 1 ដល់ម៉ោង 2 រសៀលនិងម៉ោង 7 ដល់ម៉ោង 8 យប់ស្ដាប់វិទ្យុបារាំងអន្តរជាតិ RFI ពិភពលោកស្ថិតក្នុងដៃរបស់លោកអ្នកទស្សនៈសារព័ត៌មាននៅក្នុងនីតិទស្សនៈសារព័ត៌មានសម្រាប់ថ្ងៃប្រហ័សទី21ខែកុម្ភៈនេះយើងមានការរៀបចំជូនដោយវ៉ាសំណប់សួស្ដីសំណប់បាទសួស្ដីភារីចាសសំណប់តើកាសែតដែលបានបោះពុម្ពចេញផ្សាយក្នុងប្រទេសកម្ពុជានៅថ្ងៃនេះបានចាប់អារម្មណ៍ទៅលើប្រធានរឿងសំខាន់ៗអ្វីខ្លះទៅបាទភារីលោកសខេងបញ្ជាឲ្យកងកម្លាំងត្រៀមបង្ក្រាបរាល់សកម្មភាពដែលប៉ុនប៉ងធ្វើឲ្យកម្ពុជាធ្លាក់ក្នុងភាពចលាចលនេះគឺជាប្រធានរឿងសំខាន់របស់កាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរនៅថ្ងៃនេះខណៈដែលកាសែតខ្មែរផ្សេងៗទៀតបានចុះផ្សាយពីប្រធានរឿងស្ដីពីអាកាសធាតុក្តៅហួតហែងនៅក្នុងប្រទេសកម្ពុជាភារីផ្ដើមចេញពីកាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរកាសែតបានសរសេរថានៅថ្ងៃម្សិលមិញនេះលោកបនាយករដ្ឋមន្ត្រីសខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់បញ្ជាឲ្យមន្ត្រីរដ្ឋបាលខេត្តនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមបង្ការទប់ស្កាត់និងបង្ក្រាបឲ្យខាងតែបាននៅរាល់សកម្មភាពដែលប៉ុនប៉ងធ្វើឲ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពសង្គ្រាមភាពចលាចលវឹកវរដែលលោកថាបង្កឡើងដោយក្រុមក្រៅច្បាប់មួយនៅបរទេសដែលកំពុងបំផុសបំផុលពីការប៉ុនប៉ងវិលត្រឡប់ចូលមកកម្ពុជាវិញទាំងខុសច្បាប់បើតាមកាសែតបើទោះបីជាបទបញ្ជារបស់លោកសខេងនេះមិនបានសម្ដៅចំឈ្មោះក្រុមណាមួយជាក់លាក់នោះទេក៏ប៉ុន្តែត្រូវបានគេយល់ថាគឺចង់សម្ដៅទៅលើក្រុមរបស់លោកសំរងស៊ីប្រធានស្ដីទីអតីតគណៈបក្សសង្គ្រោះជាតិដែលនៅបរទេសដែលលោកសខេងបានអះអាងថាតែងតែញុះញង់ឲ្យប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជានិងបានបំផុសឲ្យប្រជាពលរដ្ឋនៅខាងក្នុងដើម្បីរងចាំស្វាគមន៍ការវិលត្រឡប់មកវិញភ្នំពេញប៉ុស្តិ៍បានស្រង់សម្ដីរបស់អ្នកវិភាគលោកបណ្ឌិតកិនភីប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាដោយបានគាំទ្រចំពោះបទបញ្ជារបស់លោកបនាយករដ្ឋមន្ត្រីសខេងប៉ុន្តែអ្នកវិភាគម្នាក់ទៀតលោកបណ្ឌិតមាសនេះបានចាត់ទុកការលើកឡើងរបស់លោកសខេងនេះថាគ្រាន់តែជាសារនយោបាយដែលមានបំណងចង់លាងសម្អាតនៅការសង្ស័យរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែននាពេលកន្លងមកចំពោះភក្តីភាពរបស់លោកហើយការដាក់បញ្ជានេះក៏វាបង្ហាញថារាជរដ្ឋាភិបាលកម្ពុជាក៏មានការសង្ស័យទៅលើកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនដែរការលើកឡើងរបស់លោកសខេងបានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ2018និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ2019របស់រដ្ឋបាលខេត្តស្ទឹងត្រែងកាលពីថ្ងៃម្សិលមិញនេះបើតាមកាសែតភ្នំពេញប៉ុស្តិ៍ទន្ទឹមនឹងចំណងជើងរឿងនេះកាសែតភ្នំពេញប៉ុស្តិ៍ក៏បានចុះផ្សាយពីប្រធានរឿងនយោបាយមួយទៀតទល់នឹងបកប្រឆាំងដោយស្រង់សម្ដីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនចំអកឲ្យអតីតគណៈបកប្រឆាំងមកឡើងជាចំណងជើងរឿងសំខាន់ថានយោបាយរងចាំហ៊ុនសែនងាប់រងចាំជាតិក្រោយចុះបើតាមភ្នំពេញប៉ុស្តិ៍លោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃម្សិលមិញនេះបានអះអាងថានាយករដ្ឋមន្ត្រីរូបនេះមិនងាយស្លាប់នោះទេហើយថែមទាំងផ្ញើសារបែបចំអកលក់លើយដល់គូភាគីប្រឆាំងថាកុំឲ្យរងចាំលោកស្លាប់ដើម្បីបង្កើតឲ្យមានចលនាតស៊ូគ្រប់គ្រងអំណាចហើយបានប្រាប់កម្មករកុំឲ្យបារម្ភពីរឿង EBAតាមរយៈភ្នំពេញប៉ុស្តិ៍លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងលើកសរសើរខ្លួនឯងថាអ្នកផ្សេងមិនអាចដឹងថាតើនាយករដ្ឋមន្ត្រីរូបនេះកំពុងគិតពីអ្វីទេហើយមិនដឹងថាងាកទៅឆ្វេងឬងាកទៅស្ដាំហើយដូច្នេះហើយបានជាភាគីគូនយោបាយប្រឆាំងមិនដែលឈ្នះការប្រកួតជាមួយនៅក្នុងការបោះឆ្នោតឡើយកាសែតបានបញ្ចប់អត្ថបទរឿងនយោបាយនេះដោយបានស្រង់សម្ដីរបស់អ្នកវិភាគចាស់វសាលោកបណ្ឌិតឡាវម៉ុងហៃដែលបានលើកឡើងថាតាមប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាការប្រគល់ប្រជែងដោយសន្តិវិធីមិនដែលឈានដល់ការផ្លាស់ប្ដូរមេដឹកនាំនោះទេលោកថាលោកនាយករដ្ឋមន្ត្រីមិនចង់មានគូប្រកួតដែលខ្លាំងនោះទេតាមរយៈការកាត់ក្បាលនិងរំលាយគណៈបកប្រឆាំងនាយករដ្ឋមន្ត្រីរបស់យើងមិនអាចអត់ធ្មត់ចំពោះគូប្រកួតដែលខ្លាំងណាមួយនោះឡើយជាមួយនឹងប្រធានរឿងនយោបាយខាងលើទាំងពីរនេះកាសែតភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះបានរំលេចរូបភាពមួយផ្ទាំងធំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថត selfie ជាមួយនឹងកម្មការិនីកាលពីថ្ងៃម្សិលមិញនេះនយោបាយផ្កាយព្រឹកការឃោសនាអកុសលមានច្រើនពេកហើយតែយើងមិនតក់ស្លុតនេះគឺជាចំណងជើងរឿងសំខាន់របស់កាសែតកោះសន្តិភាពបានស្រង់សម្ដីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលបានថ្លែងបែបនេះមកធ្វើជាចំណងជើងអមដោយអត្ថបទថាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃម្សិលមិញនេះបានប្រកាសស្វាគមន៍បានចំហគ្រប់ទិសទីទាំងអស់ដល់វិនិយោគិននិងធុរកិច្ចថាសូមអញ្ជើញមកកម្ពុជាដើម្បីរកស៊ីទទួលទាននៅក្រោមដំបូលសន្តិភាពលទ្ធិប្រជាធិបតេយ្យសេរីពហុបកនៅកម្ពុជា
សម្រាប់ក្រៅតែពីប្រធានរឿងនយោបាយថាតើកាសែតបានបន្តចុះផ្សាយចាប់អារម្មណ៍ទៅលើប្រធានរឿងអ្វីផ្សេងទៀតដែរទេបាទភារីក្រៅពីប្រធានរឿងនយោបាយកាសែតខ្មែរនៅថ្ងៃនេះក៏បានចុះផ្សាយលើប្រធានរឿងអាកាសធាតុក្តៅហួតហែងដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជានៅតំបន់មួយចំនួនខ្វះទឹកប្រើប្រាស់អមដោយវិធានការរបស់រដ្ឋមួយចំនួនរឿងនេះមានចុះផ្សាយនៅលើទំព័រមុខរបស់កាសែតធំៗនៅកម្ពុជាទូយ៉ាងដូចជាកាសែតកម្ពុជាថ្មីរស្មីកម្ពុជានិងកាសែតខ្មែរថាមជាដើមសូមអរគុណvàសំណប់សម្រាប់បទអត្ថាធិប្បាយក្នុងនីតិទេសនាសារព័ត៌មាននៅពេលនេះព័ត៌មានកម្ពុជាព័ត៌មានតំបន់និងអន្តរជាតិបទវិភាគបទសម្ភាសន៍និងបទយោការភូមិសាស្ត្រនយោបាយសុខភាពនិងអនាម័យរៀនភាសាបារាំងប្រវត្តិសាស្ត្រនិងអក្សរសិល្ប៍ខ្មែរមាននៅតែវិទ្យុបារាំងអន្តរជាតិ RFI ខ្ញុំនិយាយពីភាសា Chronique bilingue នៅក្នុងនីតិខ្ញុំនិយាយពីភាសារបស់វិទ្យុយើងនៅថ្ងៃប្រហ័សនេះឆៃហុកផេងសូមធ្វើការអត្ថាធិប្បាយជំវិញប្រធានបទមួយតាក់ទងទៅនឹងចរាចរណ៍នៅភ្នំពេញសូមអញ្ជើញតាមដានស្ដាប់ដូចតទៅប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីការធ្វើដំណើរនៅទីក្រុងភ្នំពេញប្រៀបបាននឹងការវែកចកនៅក្នុងស្រះទឹកឬគិតណាអ្នកបើកបរម៉ូតូនៅតែមានចរិតលក្ខណៈដូចស្លឹកចកដែលគេវែកចេញពីគ្នាហើយក៏រួមគុំគ្នាវិញយ៉ាងឆាប់រហ័សនេះគឺវាបណ្ដាលមកពីចំនួនយានយន្តមានម៉ូតូប៉ាសាប់តុកបើកសម្រុករៀងខ្លួនតាមចន្លោះវិថីគ្មានអ្វីអាចទប់ស្កាត់ពួកគាត់បានឡើយហើយនៅមានខ្លះទៀតឆ្លៀតបើកគិចរេលើចិញ្ចើមថ្នល់សំខាន់គឺពួកគេធ្វើយ៉ាងណាឲ្យឆាប់បានដល់ទីដៅÀ Phnom Penh, un trafic routier est phénoménal dans le sens où il n'y a pas une ligne de conduite dite côte de la route, mais il y a une conduite qui est propre à chaque conducteur d'engin. Autrement dit, un véhicule circulant dans la rue phnompenoise est un phénomène en soi. Si vous suivez un chauffeur dont la conduite est supposée sage, vous serez surpris du fort ralentissement instantané du véhicule, son maître venant de consulter son portable. គ្រោះថ្នាក់ចរាចរណ៍ដែលកាត់មានឡើងជារឿយៗវាបណ្ដាលមកពីបុព្វហេតុតគ្នាដូចជាអ្នកជិះកង់កិច្ចក្មេងរត់ឆ្លងថ្នល់ធ្វើឲ្យអ្នកបើកម៉ូតូកិច្ចពីរទេះកង់ដែលវិសនឹងបុកប៉ះគាត់ប៉ុន្តែគាត់បែរជាប៉ះទង្គិចនឹងរថយន្តដែលហេតុតែកិច្ចគ្នាជាបន្តនេះឯងចំណែកឯអ្នកបើកបរឡានវិញជាអ្នកទទួលខុសពីព្រោះតាមច្បាប់ចរាចរណ៍សុទ្ធសាធអ្នកដែលកាន់ចង្កូតត្រូវធានារ៉ាប់រងកុំឲ្យមានការប៉ះទង្គិចជាភាសាបារាំងគេថា l'automobiliste est maître de sa conduite. Facile à dire mais difficile à faire. Dans un flot désordonné de véhicules, il y a sans doute partage de responsabilité entre l'automobiliste et le motocycliste, mais comment le prouver? Chacun plaidant pro bono qu'il n'est pas la cause principale de l'accident. Pour s'en sortir, le palabre et la débrouille sont dès lors les mamelles du règlement amiable du conflit. Je laisse de côté l'usage de la force, car la sauvagerie n'a pas sa place ici. កាលពីថ្ងៃទី6កុម្ភៈខ្ញុំបានធ្វើដំណើរពីសៀមរាបមកភ្នំពេញតាមរថយន្តដែលខ្ញុំបើកបរដោយផ្ទាល់ដៃម្ចាស់រថយន្តអង្គុយខាងស្ដាំដៃខ្ញុំបញ្ឈប់ឡានក្រោមភ្លើងពណ៌ក្រហមអស់រយៈ10វិនាទីស្រាប់តែមានឡានដឹកដីមួយគ្រឿងធំបុកចំពីក្រោយគូតឡានទំនើប570ធ្វើឲ្យកំពិតយ៉ាងដំណំអ្នកបើកបរឡានដីចុះមកសំពះអង្វរសុំរួចខ្លួនដោយសំអាងថាហ្វ្រាំងឡានរបស់គាត់វាសឹកអត់ស៊ីបានជាទប់លបឿនឡានពុំបានសំណាងល្អឡានដឹកដីមានលបឿនតិចបំផុតនៅពេលដែលវាមកប៉ះគូតឡានមិនបណ្ដាលឲ្យអ្នកជិះមានគ្រោះថ្នាក់ក្រិចកធ្លោះចង្កេះអ្វីទាំងអស់Le palabre, prenons l'exemple ci-dessus, commence à $200 proposé par le chauffeur fautif, puis $400. Il a tenté à 3 reprises de faire déplacer les véhicules en cause. Cependant, mon ami propriétaire du véhicule accidenté sentait la mauvaise foi du personnage voulant profiter de la situation pour contester sa responsabilité. Finalement, le chauffeur du camion a payé $1000 pour des dégâts pouvant valoir 3 fois plus. ប៉ុន្មានឆ្នាំមុននេះមិត្តខ្ញុំដដែលនេះគាត់ជប់ឡាននៅភ្លើងក្រហមជួរមុខគេ
គ្មានឡានឬម៉ូតូឯណានៅពីមុខទេលុះដល់ភ្លើងពណ៌បៃតងមិត្តខ្ញុំក៏ដាក់លេខបើកទៅមុខស្រាប់តែលឺស្នូដហែកបុកប៉ះនឹងឡានព្រមទាំងសម្រែកក្មេងត្រហោយំទាំងអស់គ្នាក៏ចុះពីឡានមកមើលស្រាប់តែឃើញកូនកង់មួយចូលក្រោមឡានហើយឃើញក្មេងម្នាក់របួសជើងសើស្បែកចិញ្ចៀមយើងទាំងអស់គ្នាក៏កាត់យល់ថាអាក្មេងនេះវាជិះកង់ទឿនោះមកឈប់ចំពីមុខឡានដែលខ្ពស់ផុតក្បាលពួកវាគ្មាននរណាចាប់ផ្លឹកថាវាអញ្ចឹងសោះមិនឃើញវានៅពីមុខឡានសោះទើបបានជាបើកចេញទៅនៅពេលភ្លើងបៃតងរបួសរបស់ក្មេងនោះវាស្រាលទេប៉ុន្តែកង់របស់វាខូចច្រើនតើនេះជាកំហុសនរណាឆ្លើយថាបើតាមច្បាប់អ្នកកម្មចង្កូតជាអ្នកទទួលខុសត្រូវC'est vraiment extraordinaire que les enfants d'aujourd'hui défient toutes sortes de dangers quand ils sont cyclistes ou motocyclistes, n'hésitant pas à slalomer ou à se positionner devant des véhicules à l'arrêt au feu rouge. Sont-ils pressés? Quelle que soit la cause, la route n'est pas un terrain de jeu. កាលពីថ្ងៃទី13កុម្ភៈខ្ញុំបានជួបលោក Maurice van Pelt ដែលជាជនជាតិអ៊ុលឡង់ដេកាន់ការជាប្រធាននៃមណ្ឌលព័ត៌មានជំងឺនៅភូមិទ្រាស្ទឹងមានជ័យគាត់និយាយភាសាខ្មែរយ៉ាងច្បាស់គួរឲ្យសរសើរប៉ុន្តែខ្ញុំមិនសរសើរគាត់ដែលយកកង់ជាយានជំនិះថ្ងៃក៏ដូចយប់នៅទីក្រុងភ្នំពេញគាត់អួតថាមានសុខភាពល្អដោយមកពីជិះកង់បែបនេះគាត់បន្ថែមថាបញ្ហាចរាចរណ៍អាចដោះស្រាយបានដរាបណាគេនាំគ្នាជិះកង់ទាំងអស់គ្នាគួរឲ្យអស់សំណើចបន្តិចមែនប៉ុន្តែគាត់ក៏បានធ្ងោថាខ្មែរយើងឃើញគាត់ជិះកង់មិនគោរពគាត់ដោយគោរពអ្នកមានឡានជិះទេ Maurice Van Pelt a été victime de la ségrégation due à l'apparence. Il s'explique qu'un jour, voulant acheter une moto, il pédala jusqu'au magasin de vente. Le vendeur, le voyant arriver à vélo, esquissait un signe de mépris à son égard. Force est donc de constater que dans certains cas, l'habit fait le moine. Merci, chers auditeurs, d'avoir écouté. Au revoir et à bientôt. បន្ថែមពីការស្ដាប់វិទ្យុលោកអ្នកអាចចូលទៅអានឬស្ដាប់ការផ្សាយឡើងវិញកម្មវិធីទាំងស្រុងរបស់វិទ្យុបារាំង AFE នៅក្នុងគេហទំព័រ www.khmer.ofi.fr ឬជាភាសាបារាំង www.khmer.rfi.frលោកអ្នកស្ដាប់វិទ្យុបារាំងអន្តរជាតិ AFE ការផ្សាយកម្មវិធីព័ត៌មានរយៈពេល1ម៉ោងរបស់វិទ្យុយើងនៅរសៀលនេះបានឈានមកដល់ទីបញ្ចប់ហើយយើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណចំពោះភក្ដីភាពនៃការតាមដាន Force est donc de constater que dans certains cas, l'habit fait le moine. Merci, chers auditeurs, d'avoir écouté. Au revoir et à bientôt. បន្ថែមពីការស្ដាប់វិទ្យុលោកអ្នកអាចចូលទៅអានឬស្ដាប់ការផ្សាយឡើងវិញកម្មវិធីទាំងស្រុងរបស់វិទ្យុបារាំង AFE នៅក្នុងគេហទំព័រ www.khmer.ofi.fr ឬជាភាសាបារាំង www.khmer.rfi.fr លោកអ្នកស្ដាប់វិទ្យុបារាំងអន្តរជាតិ AFE ការផ្សាយកម្មវិធីព័ត៌មានរយៈពេល1ម៉ោងរបស់វិទ្យុយើងនៅរសៀលនេះបានឈានមកដល់ទីបញ្ចប់ហើយយើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណចំពោះភក្ដីភាពនៃការតាមដានស្ដាប់របស់លោកស្រីនាងកញ្ញាខ្ញុំសូមជូនឱកាសអរគុណផងដែរដល់ Rosa ដែលបានជួយសម្របសម្រួលផ្នែកបច្ចេកទេសនៅខណៈពេលនេះនាងខ្ញុំសួងសុភារីរួមនឹងសហការីទាំងអស់របស់វិទ្យុបារាំងអន្តរជាតិ AFE សូមជម្រាប